ចំណេះដឹងទូទៅឆ្វេងយល់ពីប្រវត្តិនៃការផលិតនិងការទទួលទានកាហ្វេកាហ្វេគឺជាភេសជ្ជៈផលិតចេញពីក្របរលីងនៃប្រភេទរុក្ខជាតិបៃតងទ្រពិតម្យ៉ាងដែលមានប្រភពដើមចេញមកពីទ្វីបអាហ្វ្រិកកាហ្វេគឺជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈទាំង3ប្រភេទដែលទទួលបានការពេញនិយមទទួលទានបំផុតនៅលើពិភពលោករួមមានតែនិងទឹកពិសាបរិសុទ្ធហើយវាក៏ជាប្រភេទទំនិញអន្តរជាតិមួយដែលរកប្រាក់ចំណូលបានច្រើនបំផុតផងដែរសប្តាហ៍ថ្ងៃកាហ្វេមានច្រើនមុខណាស់ប៉ុន្តែភេសជ្ជៈនេះមានភាពពេញនិយមជាពិសេសដោយសារតែឥទ្ធិពលនៃរសជាតិរបស់វាដែលធ្វើឲ្យយើងទទួលទានហើយអារម្មណ៍ថាពោពេញដោយថាមពលនិងស្មារតីភ្លឺស្វាងឥទ្ធិពលនេះគឺបង្កឡើងដោយសារជាតិកាហ្វេអេអ៊ីនដែលជាសារធាតុអាល់កាឡាំងមាននៅក្នុងភេសជ្ជៈកាហ្វេបច្ចុប្បន្នពូជរុក្ខជាតិកាហ្វេតែពីរប្រភេទប៉ុណ្ណោះដែលទំពងត្រូវប្រើប្រាស់ស្ទើរតែនៅជុំវិញពិភពលោកទាំងមូលនោះគឺកាហ្វេអារ៉ាប៊ីកាជាពូជកាហ្វេមកពីអារ៉ាប់និងកាហ្វេរ៉ូប៊ូស្តាកាណេហ្វូរ៉ាដែលជាពូជកាហ្វេមកពីអាហ្វ្រិកបើទោះបីជាកាហ្វេត្រូវបានរកឃើញដំបូងបំផុតនៅទ្វីបអាហ្វ្រិកក៏ដោយគឺពូជកាហ្វេអារ៉ាប់ត្រូវបានប្រើប្រាស់ច្រើនជាងសម្រាប់ការផលិតនៅសប្តាហ៍ថ្ងៃនេះមូលហេតុគឺព្រោះតែប្រភេទកាហ្វេអារ៉ាប់មានរសជាតិឈ្ងុយឆ្ងាញ់បែបស្រាលស្រទន់និងមានក្លិនឈ្ងុយជាងប្រភេទពូជកាហ្វេនៅអាហ្វ្រិកគ្រាប់ពូជកាហ្វេអារ៉ាប៊ីកាមានរាងវែងៗនិងសំប៉ែតជាងគ្រាប់ពូជកាហ្វេរ៉ូប៊ូស្តានិងតម្រូវឲ្យដាំដុះនៅតាមតំបន់ដែលមានអាកាសធាតុត្រជាក់បែបត្រូពិកនោះគឺតំបន់នៅក្បែរភាគខាងជើងនិងខាងត្បូងតំបន់ត្រូពិកហើយលើដីមានសំណើមច្រើននិងជាទីកន្លែងទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ប៉ុន្តែត្រូវមានម្លប់ដែរប្រទេសអារ៉ាប់តំបន់អាមេរិកឡាទីនតំបន់អាហ្វ្រិកខាងកើតព្រមទាំងទ្វីបអាស៊ីគឺសុទ្ធសឹងតែជាតំបន់នាំមុខនៃការផលិតពូជកាហ្វេនេះចំពោះការផលិតកាហ្វេ Robusta វិញគឺមានតម្លៃថោកជាងព្រមទាំងមានបរិមាណជាតិកាហ្វេអ៊ីនច្រើនទ្វេដងបើធៀបនឹងពូជកាហ្វេ Arabica ដែលភាគច្រើនគ្រាប់ពូជកាហ្វេនេះត្រូវបានជ្រើសរើសយកទៅប្រើប្រាស់សម្រាប់ម៉ាកកាហ្វេដែលមានតម្លៃថោកជាងប្រទេសប្រេស៊ីលតំបន់អាហ្វ្រិកខាងលិចនិងតំបន់អាហ្វ្រិកកណ្ដាលព្រមទាំងភូមិភាគអាស៊ីអាគ្នេយ៍គឺជាតំបន់នាំមុខនៃអ្នកផលិតកាហ្វេនេះរឿងរ៉ាវដំបូងនៃលេចឡើងនៃកាហ្វេបើតាមអ្នកប្រវត្តិសាស្ត្រភាគច្រើនបានលើកឡើងថាដើមរុក្ខជាតិកាហ្វេមានប្រភពមកពីប្រទេសអេធិូពីនិងត្រូវបានគេយកទៅកាន់ភាគខាងត្បូងតំបន់អារ៉ាប់និងដាក់ដាំដុះនៅទីនោះកាលពីសតវត្សទី15ខណៈកាហ្វេត្រូវបានចាប់ផ្ដើមដាំដុះនៅអារ៉ាប់អាញាធរអ៊ីស្លាមបានប្រកាសចាត់ទុកកាហ្វេជាភេសជ្ជៈផ្ទុកជាតិស្រវិនដូច្នេះហើយគឺត្រូវហាមឃាត់ដោយគម្ពីរកូអានរបស់សាសនាអ៊ីស្លាមប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមានប្រជាជនមូស្លីមជាច្រើននៅតែចាប់អារម្មណ៍នឹងភេសជ្ជៈថ្មីនេះនិងទទួលទានវាជំនួសគ្រឿងស្រវឹងទោះបីជាមានការពិន័យយ៉ាងធ្ងន់ធ្ងរក៏ដោយការទទួលទានកាហ្វេបានរីកសុសសាយយ៉ាងឆាប់រហ័សក្នុងបណ្ដាប្រទេសអារ៉ាប់ក៏ដូចជាប្រទេសដទៃទៀតដែលនៅជិតខាងពួកគេនិងថែមទាំងបានបង្កើតនូវវត្ថុថ្មីមួយទៀតនោះគឺផ្ទះកាហ្វេផ្ទះកាហ្វេបានលេចរូបរាងឡើងលើកដំបូងនៅសតវត្សទី15នៅក្នុងទីក្រុងពីសិកមេការបស់ប្រទេសអារ៉ាប៊ីសាអូឌីតនិងនៅក្នុងទីក្រុងកុងស្តង់ទីណូប៉ូលីនៅសតវត្សទី16ដែលសប្តាហ៍ថ្ងៃគឺជាទីក្រុងអ៊ីស្តង់ប៊ូលរបស់ប្រទេសតូគីផ្ទះកាហ្វេបានក្លាយទៅជាទីប្រជុំជនដ៏ពេញនិយមដែលមានមនុស្សម្នាក់តែងតែទៅប្រមូលផ្ដុំគ្នាដើម្បីជជែកកម្សាន្តលេងអុករាំរ៉ាំច្រៀងចម្រៀងស្ដាប់តន្ត្រីព្រមទាំងពិភាក្សាអំពីព័ត៌មាននិងនយោបាយផ្សេងៗជាដើមបន្ទាប់មកកាហ្វេត្រូវបានណែនាំឲ្យប្រទេសនៅអឺរ៉ុបបានស្គាល់ជាបន្តបន្ទាប់ក្នុងសតវត្សទី16និង17រហូតដល់ចុងសតវត្សទី17ផ្ទះកាហ្វេបានរីកដុះដាលឡើងពាសពេញចក្រភពអង់គ្លេសនិងនៅតាមតំបន់អាណានិយមនៅទ្វីបអាមេរិកព្រមទាំងទូទាំងទ្វីបអឺរ៉ុបមកដល់ចុងសតវត្សនេះការបង្កប់គំនុំកាហ្វេនៅលើពិភពលោកគឺបានមកស្ទើរតែពីយេម៉ែនដែលនៅភាគខាងត្បូងអារ៉ាប់តែមួយប៉ុណ្ណោះប៉ុន្តែដោយសារតែកាហ្វេកាន់តែកើនភាពពេញនិយមយ៉ាងខ្លាំងការដាំដុះរុក្ខជាតិនេះក៏សាយភាយទៅកាន់កន្លែងដទៃទៀតរួមមានកោះចាវ៉ានិងប្រជុំកោះផ្សេងទៀតនៅឥណ្ឌូនេស៊ីនៅសតវត្សទី17និងទៅទ្វីបអាមេរិកនៅសតវត្សទី18ការដាំដុះកាហ្វេបានចាប់ផ្ដើមលើកោះហាវ៉ៃរបស់អាមេរិកក្នុងឆ្នាំ1825មកដល់សតវត្សទី20
ទីតាំងផលិតកម្មកាហ្វេដ៏ធំបំផុតគឺត្រូវបានប្រមូលផ្ដុំនៅខាងអាហាតកូខាងលិចនៃភេទផែនដីយើងនោះគឺប្រទេសប្រេស៊ីលតែម្ដងកាលពីចុងសតវត្សទី19និងដើមសតវត្សទី20ម៉ាស៊ីនសម្រាប់ផលិតនិងកិនកាហ្វេបានលេចរូបរាងឡើងហើយក្រោយឆ្នាំ1950កាហ្វេក្នុងទម្រង់ម្សៅម៉ត់សម្រាប់ឆុងទទួលទានបានភ្លាមៗត្រូវបានផលិតឡើងយ៉ាងល្អប្រភេទ2ប្រជាប្រិយភាពនៃប្រភេទកាហ្វេម៉ត់នេះហើយដែលបាននាំឲ្យមានការបង្កើនការផលិតពូជកាហ្វេ Robusta នៅទ្វីបអាហ្វ្រិកព្រោះវាមានតម្លៃថោកកាហ្វេមានទាំងគុណសម្បត្តិនិងគុណវិបត្តិបច្ចុប្បន្ននេះយើងសង្កេតឃើញថាកាហ្វេកំពុងពេញនិយមសម្រាប់យុវវ័យអ្នកធ្វើការនិងអ្នកជំនួញថ្ងៃនេះខ្ញុំសូមលើកពីគុណសម្បត្តិនិងគុណវិបត្តិរបស់កាហ្វេកាហ្វេសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលមានពីធម្មជាតិនៅក្នុងគ្រាប់កាហ្វេជាធម្មតាកាហ្វេ240មីលីលីត្រមានវីតាមីន B2 11% វីតាមីន B5 6% វីតាមីន B1 2% វីតាមីន B3 2% ហ្វូឡេត 1% ម៉ង់ហ្គាណេស 3% ប៉ូតាស្យូម 3% ម៉ាញ៉េស្យូម 2% និងផូស្វ័រ 1%នេះប្រហែលជាមិនច្រើនទេប៉ុន្តែព្យាយាមគុណវាជាមួយនឹងចំនួនពែងដែលអ្នកញ៉ាំក្នុងមួយថ្ងៃវាអាចបន្ថែមដល់ផ្នែកសំខាន់នៃការទទួលទានសារធាតុចិញ្ចឹមប្រចាំថ្ងៃរបស់អ្នកកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនដែលជាសារធាតុរំញ៉ាត់ដែលអាចជួយពង្រឹងមុខងារខួរក្បាលនិងជំរុញការរំលាយអាហារប៉ុន្តែកាហ្វេមួយពែងមានផ្ទុកជាតិកាហ្វេអ៊ីនចាប់ពី30ទៅ300មីលីក្រាមជាតិកាហ្វេអ៊ីនគឺជាភ្នាក់ងាររំញ៉ាត់នៅក្នុងខួរក្បាលរបស់អ្នកវារារាំងមុខងារនៃសារធាតុបញ្ជូនស្រស័យប្រសាទដែលរារាំងអរម៉ូនខួរក្បាលហៅថា adenosine តាមរយៈការទប់ស្កាត់ adenosine ជាតិកាហ្វេអ៊ីនបង្កើនសកម្មភាពនៅក្នុងខួរក្បាលរបស់អ្នកនិងបញ្ចេញសារធាតុបញ្ជូនស្រស័យប្រសាទផ្សេងទៀតដូចជា norepinephrine និង dopamine ហើយមួយវិញទៀតជាតិកាហ្វេអ៊ីនអាចធ្វើឲ្យកើនសម្ពាធឈាមទោះបីជាការកើនសម្ពាធឈាមនេះក្នុងរយៈពេលខ្លីក៏ដោយក៏អាចមានផលមិនល្អដែរពិសេសពេលសម្ពាធឈាមកើនឡើងញឹកញាប់ជាប្រចាំបែបនេះហើយការញ៉ាំជាតិកាហ្វេអ៊ីនញឹកញាប់អាចធ្វើឲ្យកើនកម្រិតជាតិស្ករក្នុងឈាមកត្តាទាំងនេះអាចធ្វើឲ្យអ្នកញ៉ាំកាហ្វេប្រឈមនឹងជំងឺបេះដូង